បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានមួយគឺអាវុធហត្ថរីតេរីភ្នំពេញបានកំទេចឧបករណ៍បារីអេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់បើគិតសរុបទៅគឺប្រមាណជា360000គ្រឿងអាណោះបាទជាទ្រង់ទ្រាយធំមួយគឺនៅថ្ងៃទី21សីហា2026លោកឧត្តមសេនីយ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជំនាញបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានរៀបចំកម្មវិធីកិនកំទេចចោលឧបករណ៍បារីអេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ដែលកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ក្រាបនិងដកហូតបាននៅពេលកន្លងមកក្រោមអធិបតេយ្យភាពរបស់មន្ត្រីរាជការជាច្រើនរូបផងដែរបាទតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញបានរកដឹងថាបន្ទាប់ពីមានបទបញ្ជារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាស្ដីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូលចែកចាយនិងផ្សព្វផ្សាយការប្រើប្រាស់កាន់កាប់ផលិតស្តុកទុកឧបករណ៍បារីអេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ស៊ីសានិងសារធាតុផ្សេងគ្រប់ប្រភេទបាទសូមជម្រាបផងដែរថាក្នុងចំនួន360000គ្រឿងនៃថ្នាំបារីអេឡិចត្រូនិកនិងថ្នាំជក់គីមីអីនេះគឺប្រព្រឹត្តឡើងគឺចាប់ក្នុងរយៈពេល6ខែនៅដើមឆ្នាំ2026មកហើយជាមួយគ្នានេះផងដែរលោកឯកឧត្តមសេនីយ៍ឯករដ្ឋស្រៀងបានចាត់ឲ្យក្រុមការងារចុះអប់រំនិងផ្សព្វផ្សាយតាមបណ្ដាមូលដ្ឋានសាលារៀននៅទស្សនវិជ្ជាច្បាប់និងផលវិបាកសង្គមដោយការប្រើប្រាស់គ្រឿងញៀនក៏ដូចជាបារីអេឡិចត្រូនិកនិងសារធាតុសម្រាប់ជក់ក្នុងគោលបំណងបង្ការទប់ស្កាត់ជាបន្តបន្ទាប់ផងដែរដោយចុះផ្សព្វផ្សាយអប់រំតាមបណ្ដាសាលារៀននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលមានសិស្សចូលរួមប្រមាណជា50,347 នាក់និងអង្គការមូលនិធិកុមារកម្ពុជាហៅកាត់ថាអង្គការ CCF ចំនួន160នាក់ផងដែរបាទសង្កេតឃើញថាការកិនបំផ្លាញនេះគឺជាករណីទ្រង់ទ្រាយធំមើលទៅគឺមានច្រើនមែនទែនបាទរីតនិចទៅ web មានអីណាទឹកអីយ៉ាងនៅហ្នឹងទាំងអស់រាយប៉ាយនៅលើផ្លូវនេះគឺយកមកប្រមូលកិនកំទេចចោលទាំងអស់ហ្នឹងហើយនេះគឺជាការកំណត់និងការហាមឃាត់ពីសំណាក់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាជាពិសេសសុខភាពនិងរូបភាពផ្សេងៗក្នុងសង្គមអញ្ចឹងប្រជុំបានក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា